តាខ្ញុំជាមនុស្សអាក្រក់ឬទេដែលចង់ស៊ីញេ prenup មុនពេលរៀបការខ្ញុំសូមបើកវងកញ្ចក់បញ្យល់បន្តិចសម្រាប់អ្នកដែលគាត់អត់ស្គាល់ថា prenup នឹងអីគេprenup នឹងពាក្យពេញគឺ prenuptial ខ្ញុំនឹងព្យាយាមសម្រាយជាខ្មែរឲ្យស្រួលយល់ណាអាហ្នឹងវាជាទូទៅយើងត្រូវសញ្ញេមុនរៀបការដើម្បីឲ្យបញ្ជាក់ច្បាស់ថាឥឡូវទៅហោះថាចេះមុននឹងរៀបការខ្ញុំមានទ្រព្យសម្បត្តិប៉ុណ្ណាប្តីរបស់ខ្ញុំមានទ្រព្យសម្បត្តិប៉ុណ្ណាអញ្ចឹងនៅពេលដែលយើងលេងគ្នាឬក៏មានភាគីណាម្នាក់គាត់បានបាត់បង់ជីវិតអីចឹងទៅទ្រព្យសម្បត្តិគឺត្រូវបែងចែកឲ្យច្បាស់ចឹងណាហ្នឹងហើយវាអត់ទៅតែប្តីឬក៏អត់ទៅតែប្រពន្ធណាមិនត្រឹមតែទ្រព្យសម្បត្តិទេបំណុលអីហ្នឹងក៏ដោយដែរអ្នកខ្លះលក្ខខណ្ឌខុសគ្នាចឹងណាតម្រូវឲ្យមានខាងប្រពន្ធមានមេធាវីខ្លួនឯងខាងប្តីមានមេធាវីខ្លួនឯងអារឿងអ្វីដែលយើងចង់ចារនៅក្នុង contract ហ្នឹងគឺដូចជានៅលើយើងពិភាក្សាគ្នាប្រហែលភាគរយចែកគ្នាមិនអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងសាច់រឿងគេខ្ញុំភេទប្រុសអាយុ31ឆ្នាំថ្មីនេះទើបតែបានភ្ជាប់ពាក្យជាមួយមិត្តស្រីរបស់ខ្ញុំអាយុ28ឆ្នាំពួកយើងស្រឡាញ់គ្នាផ្អែមល្ហែមធម្មតាទេមុនពេលដែលខ្ញុំបានលើកយករឿង prenup មកនិយាយខ្ញុំមានមុខរបរផ្ទាល់ខ្លួនហើយនឹងមានលុយសន្សំសល់ច្រើនគួរសមបូករួមនឹងផ្ទះមួយខ្នងផងដែរហើយថ្មីនេះខ្ញុំទើបតែបានចំណូលថ្មីថែមទៀតពីការបណ្ដាក់ទុនរបស់ខ្ញុំគូដណ្ដឹងរបស់ខ្ញុំគាត់ក៏មានលុយរបស់គាត់គួរសមដែរគ្រាន់តែថាមិនមានដល់ខ្ញុំនិយាយរួមទៅគឺគាត់អាចរស់នៅស្រួលដោយខ្លួនឯងរឿង prenup នឹងមិនមែនថាខ្ញុំមិនជឿទុកចិត្តគាត់ទេគ្រាន់តែថាសម្រាប់ខ្ញុំគិតថាវាជារឿងសមហេតុផលដែលគួរតែមានវាជារឿងមួយដែលការពារពួកយើងទៅវិញទៅមកព្រោះទៅថ្ងៃមុខយើងមើលមិនឃើញថាវាយ៉ាងណាខ្ញុំក៏បានប្រាប់គាត់ដែរថាវាការពារពួកយើងទាំងពីរនាក់ទេខ្ញុំចង់ឲ្យគាត់មានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុដូចគ្នាប៉ុន្តែគាត់មិនយល់ស្របគាត់និយាយថាអានឹងធ្វើឲ្យគាត់មានអារម្មណ៍ថាថ្ងៃក្រោយពួកយើងរំពឹងថានឹងត្រូវលេងគ្នាហើយធ្វើឲ្យភាពរ៉ូមែនទិករវាងគ្នានឹងគ្នាលែងមានពួកយើងមិនបានឆ្លោះគ្នាខ្លាំងទេគ្រាន់តែថាកលៈទេសៈតាំងពីពេលនឹងមកអ្វីគ្រប់យ៉ាងប្រែប្រួលពួកយើងលេងចិត្តដិតលេងសូវមានភាពស្និទ្ធស្នាលដូចមុនហើយខ្ញុំមានអារម្មណ៍ថានាងដូចជាឃ្លាតឆ្ងាយជាងមុនដូច្នេះខ្ញុំមានអារម្មណ៍ថាមិនសូវសនុកចិត្តដែរពីព្រោះខ្ញុំមិនដែលគិតថារឿងវាទៅជាបែបហ្នឹងទេឥឡូវនេះខ្ញុំឆ្ងល់ខ្លួនឯងថាមកពីខ្ញុំឈាមត្រជាក់ពេកឬក៏និយាយរឿងច្បាស់ពេកធ្វើឲ្យការសន្ទនាហ្នឹងវាមិនទៅមុខឬមួយក៏យើងត្រូវមានរឿងនិយាយបន្ថែមទៀតតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានសួរគាត់ពីរឿងហ្នឹងអូខេយើងមកអាន top comment ទាំងអស់គ្នាខ្ញុំមិនគិតថាអ្នកឯងជាមនុស្សអាក្រក់ទេដែលលើកយករឿងហ្នឹងមកនិយាយ prenup ហ្នឹងវាមិនខុសទេប៉ុន្តែខ្ញុំគិតថារឿងហ្នឹងគួរតែលើកយកមកនិយាយមុនពេលភ្ជាប់ពាក្យមិនមែនភ្ជាប់ពាក្យហើយបានយកមកនិយាយទេតើអ្នកធ្លាប់បាននិយាយរឿងហ្នឹងពីមុនទេកាលនៅសេពគប់គ្នាព្រោះស្ដាប់មើលទៅដូចជាអ្នកសុកទៅតែនិយាយរឿងហ្នឹងទៅគាត់អូខេចូលមកការគិតរបស់ខ្ញុំនិយាយទៅខ្ញុំនិយាយតែរហូតអត់មានណាសួរទេប៉ុន្តែ this is my show right អូខេការគិតរបស់ខ្ញុំtop comment គាត់និយាយត្រូវរឿងចឹងយើងគួរតែពិភាក្សាគ្នាមុនមិនមែនទៅតែភ្ជាប់ពាក្យហើយអីហើយឥឡូវហ្នឹងខ្លួនឯងមានលុយរៀងច្រើនជាងមុនលុយចូលមកហើយបាននឹកឃើញនិយាយរឿងហ្នឹង like feel វាថាដូចរៀង betrayal ខ្ញុំជាខាងស្រីក៏ខ្ញុំមានអារម្មណ៍ចឹងដែរប៉ុន្តែកលៈទេសៈហ្នឹងបើជាខ្ញុំទេមុននឹងខ្ញុំការជាមួយនឹងអនាគតប្តីរបស់ខ្ញុំពួកខ្ញុំនឹងពិភាក្សាគ្នារឿងហ្នឹងសិនមុនសិនព្រោះមុនការយើងមិនចេះការណាត្រូវអត់យើងត្រូវរៀប plan ថ្ងៃអនាគតស្រួលមែនទេទ្របគាត់មិនទ្របខ្ញុំមិនហើយអនាគតទៅបើមានបំណុលយើងរកស៊ីរឿងជាមួយគ្នាយើងនឹងបែងចែកបំណុលនឹងយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាអាហ្នឹងសម្រាប់ខ្ញុំទេខ្ញុំនឹងពិភាក្សាមុនមិនមែនការហើយឬក៏ភ្ជាប់ពាក្យហើយអីហើយម្នាក់មកខាងនឹងមានលុយលើសមុនហើយអីហើយបានយកមកនិយាយវាខុសកលៈទេសៈអញ្ចឹងណាវាធ្វើឲ្យរឿងល្អក់សូយ៉ាការគិតរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាគិតបែបណាអីបែបណាចាំជួយ comment នៅក្រោមនឹងផងអញ្ចឹងចាំជួបគ្នានៅអេពីសូតក្រោយទៀតបាយ